គោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញពុកម៉ែបងប្អូនតាក់ទងជាមួយនឹងការបង្កើតរូបភាពដើម្បីដាក់តាំង profile អំពីមោទនភាពជាតិខ្មែរណាបាទហើយក៏សូមអធិស្ឋានផងដោយមិនបានធ្វើភ្លាមហើយមានការយឺតយ៉ាវក្នុងការបង្កើតជាវីដេអូបង្ហាញទេបាទអញ្ចឹងឥឡូវនេះបងប្អូនចូលទៅក្នុងទូរស័ព្ទបងប្អូនមកហើយទៅរកកម្មវិធីមួយនេះបាទបើករកវាមកហើយចុចលើវាទៅអានេះសម្រាប់ទូរស័ព្ទ Android បើសិនបើទូរស័ព្ទ iOS បងប្អូនចូលទៅកាន់ Safari ទៅបាទលើខ្ញុំចុចវាពេលដែលខ្ញុំចុចវាហើយសម្រាប់ដំបូងបំផុតបងប្អូនវាយអានេះចូលណាបាទប៉ុន្តែអានេះគឺជាការបង្ហាញបើបងប្អូនវាយតាមនឹងក៏បានឬបងប្អូនចុចនៅក្នុង link នៅខាងក្រោមវីដេអូនៅក្នុង description គឺខ្ញុំបានដាក់ link នេះឲ្យបងប្អូនសម្រាប់ចុចដូចគ្នាបងប្អូនចុចមកវានឹងរត់ចូលបែបនេះហើយអញ្ចឹងពេលដែលវារត់ចូលហើយនេះបងប្អូនទាញវាឡើងលើតិចមកបងប្អូនឃើញរូបឯងបាទនេះមោទនភាពជាតិខ្មែរបាទអញ្ចឹងបងប្អូនចុចនៅកន្លែងនេះវិញនេះបាទនេះគឺរូបសូមមើលតិចសិននេះគឺជារូបដែលបងប្អូនខ្មែរយើងជាច្រើនគាត់បានតាំងរូបហើយគាត់បង្កើតរូបហើយណាអញ្ចឹងឥឡូវនេះយើងមកដល់កន្លែងហ្នឹងបងប្អូនចុចកន្លែងនេះនេះពណ៌ខៀវនេះណាបាទចុចលើហ្នឹងមកបងប្អូនចុចលើហ្នឹងអញ្ចឹងវានឹងនាំបងប្អូនទៅកាន់ទីតាំងដើម្បីរើសរូបភាពបាទឥឡូវខ្ញុំមានរូបភាពមួយសន្លឹកដូចជារូបរបស់ខ្ញុំនេះខ្ញុំចុចលើរូបហ្នឹងមកហើយបងប្អូនចុចដាននៅខាងលើនេះបាទចុចដានវាមកអញ្ចឹងរូបនេះនឹងចូលមកដល់ខាងក្នុងនេះហើយអ្នកបាទអញ្ចឹងមកដល់ក្នុងនេះបងប្អូនអាចទាញសេរីវាបានដោយយកដៃរបស់យើងហ្នឹងចុចដាក់លើរូបហ្នឹងមកសេរីវាណាសេរីទៅខាងឆ្វេងខាងស្ដាំទៅហើយបងប្អូនអាចជ្រើសរើសរូបផ្សេងដែលត្រូវជាមួយនឹងមួយចំហៀងខាងស្ដាំនេះមកដល់ពេលអញ្ចឹងកុំឲ្យវាបាំងជាមួយនឹងអង្គរវត្តនេះបាទវារឿងមានអារម្មណ៍ថាបាំងណាបាទឥឡូវខ្ញុំជាឧទាហរណ៍សម្រាប់ធ្វើវីដេអូនេះខ្ញុំយករូបនឹងតែម្ដងសិនមកថារូបនឹងចាស់បាទតោះមកយើងទាញវាឡើងលើបន្តិចយើងឃើញមាននេះប៊ូតុងខាងក្រោមនេះវាដាក់ពាក្យថា download នេះឃើញទេបងប្អូនចុចលើហ្នឹងមកចុចលើហ្នឹងវាលោតពាណិជ្ជកម្មអញ្ចឹងទាញវាឡើងលើបន្តិចទាញឃើញ download នេះកំពុងតែដើរអញ្ចឹងពេលវាដើរពេញយើងចុចពាក្យថា download បាទ download កាលណាចេញដូចខាងលើនេះបានន័យថារូបភាពហ្នឹងបាន download ជោគជ័យអញ្ចឹងបងប្អូនទៅមើលនៅក្នុងgallery បងប្អូនទៅអូខេឥឡូវខ្ញុំចុច open វាមើលបាទឃើញរូបអីយ៉ាងនេះបាទអញ្ចឹងបងប្អូនទៅចូលក្នុង Facebook បងប្អូនទៅហើយធ្វើការ upload រូបនឹងចូល profile ទៅតែប៉ុណ្្នឹងទេអញ្ចឹងណាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនបាទ